តោះឥឡូវក្នុងវីដេអូនេះយើងតមេរៀនយើងទៀតតើតើនឹងលេខចែកដាច់នឹង9ម្ដងអញ្ចឹងលក្ខណៈសម្គាល់ឬក៏និយមន័យនៃការចងចាំតើតើលេខចែកដាច់នឹង9លេខចែកដាច់នឹង9កាលណាផលបូកនៃខ្ទង់នីមួយៗចូលគ្នាហ្នឹងឃើញលេខ9កាលណាឃើញលេខ9ប្រកាសជាលេខហ្នឹងចែកដាច់នឹង9ហើយអញ្ចឹងយើងត្រូវចាំឲ្យច្បាស់លុះត្រាតែផលបូកនៃលេខតួនីមួយៗឬខ្ទង់នីមួយចូលគ្នានឹងស្មើលេខ9បានលេខនឹងចែកដាច់នឹង9ឥឡូវយើងមកមើលឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍ថាខ្ញុំមានលេខ315យើងគិតមើលផលបូកតួនីមួយៗអញ្ចឹងយើងសេបាន3បូក1បូក5អញ្ចឹង3បូក1ជា4 4បូក5ទៅជា9អញ្ចឹងផលបូករបស់លេខផលបូករបស់ខ្ទង់នៃតួនីមួយៗនេះរបស់លេខ315ស្មើ9អញ្ចឹងប្រកាសជាលេខ315ហ្នឹងចែកដាច់នឹង9ហើយឥឡូវយើងសាកចែកតើវាដាច់មែនអត់9ហើយយើងគិតមើលយើងកាត់ពីខ្ទង់31ចែកនឹង9វាបាន3 9 3ដង27 31ដង27វានៅសល់4តម្លាក់លេខ5 5 4ដង45ស្មើ0អញ្ចឹងលេខហ្នឹងចែកដាច់នឹង9ឥឡូវយើងមានលេខតទៀតយើងមានលេខ2 4 2 1 2ហើយឥឡូវយើងបូកចូលគ្នា4យើងយក4បូក2បូក1បូក2បាននេះយើងយកលេខគ្រប់ខ្ទង់បូកចូលគ្នាទៅមិនចាញ់9អញ្ចឹងប្រកាសជាលេខហ្នឹងចែកដាច់នឹង9ហើយយើង4បូក2 6 1បូក2ចាញ់3អញ្ចឹងលេខហ្នឹងចាញ់9អញ្ចឹងប្រកាសជាលេខ4212នេះចែកដាច់នឹង9ឥឡូវយើងសាកចែកនឹង9ហើយយើងកាត់ពីខ្ទង់យើងបាន4 4ដង36 42ដក36នៅសល់6តម្លាក់លេខ1 61ចែក9អញ្ចឹងយើងបាន6 6 9ដង54អញ្ចឹងលេខនេះ61ដក54នៅសល់7អញ្ចឹងតម្លាក់លេខ2នេះមកតម្លាក់លេខ2នេះអញ្ចឹងបាន8 8 4ដង72អញ្ចឹងលេខ4212នេះគឺចែកដាច់នឹង9ឃើញ4ហើយ6អាហ្នឹងលក្ខខណ្ឌក្នុងការសម្គាល់លេខចែកដាច់នឹង9អញ្ចឹងបញ្ជាក់ម្ដងទៀតលុះត្រាយើងយកផលបូកនៃតួនីមួយៗខ្ទង់នីមួយៗចូលគ្នាចាញ់9ឥឡូវឧទាហរណ៍ថាគេដាក់លំហាត់នឹងឲ្យពេញយើងពេញលេខឲ្យចែកដាច់នឹង9ហ្នឹងបានថាគេដាក់ប្រអប់ពីមុខអញ្ចេះហើយលេខក្រោយវាមានលេខ3លេខ1លេខ4យើងបូក4បូក1 5 5បូក3 8 8យើងត្រូវតាមលេខបានចាញ់9យើងត្រូវតាមលេខ1អញ្ចឹងលេខនេះគឺលេខ1314លេខនេះគឺចែកដាច់នឹង9យើងយកទៅចែកក្នុងកាសូឬចែកផ្ទាល់ដៃប្រកាសជាចែកដាច់នឹង9ហ្នឹងយើងមានលេខប៉ុន្មានទៀតឧទាហរណ៍ថាយើងមានលេខ5ខ្ទង់ចាស់យើងមានលេខ1លេខ3លេខ0លេខ9ឥឡូវខ្ញុំបូកចូលគ្នាខ្ញុំត្រូវថែមមួយខ្ទង់ទៀតថាខ្ញុំត្រូវថែមបានឥឡូវមើល1បូក3នេះខ្ញុំ1បូក3ចាស់1បូក3បូក0បូក9បូកនេះយើងអត់ទាន់ដល់1បូក3វាចាញ់4 4បូក9 4បូក9ប៉ានេះចាញ់4 4បូក0ចាញ់4 4បូក9បូកទៀតស្មើ4បូក9វាចាញ់13 13វាស្មើលេខ1បូកលេខ3អញ្ចឹងវាចាញ់4ចាញ់4នេះអញ្ចឹងមកខ្ទង់ទៀតនេះតែយើងត្រូវថែមនេះត្រូវថែមមកចាញ់9យើងត្រូវថែម5លំហាត់ហ្នឹងត្រូវថែម5មិនចាញ់9ព្រោះ4បូក5ចាញ់9ខ្វះមួយតួទៀតគឺខ្វះ5តែបើគេដាក់ប្រអប់ឲ្យពេញពី3យើងត្រូវបែកទៅមកធ្វើម៉េចបូកចូលគ្នាឲ្យចាញ់9មកគឺលំហាត់ហ្នឹងចែកដាច់នឹង9លំហាត់ក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេតើតើការសិក្សាលេខចែកដាច់នឹង9អរគុណច្រើនសម្រាប់ការមើលនិងតាមដានវីដេអូនេះ